ប្រទេសវៀតណាមគឺជាប្រទេសមួយដែលមាននាយករដ្ឋមន្ត្រីនិងប្រធានាធិបតីក៏ប៉ុន្តែតួនាទីនិងអំណាចរបស់ពួកគេខុសពីប្រទេសដែលប្រកាន់នៅលទ្ធិប្រជាធិបតេយ្យខ្លះដូចជាប្រទេសអាមេរិកឬកូរ៉េជាដើមប្រធានាធិបតីជាប្រមុខរដ្ឋតំណាងប្រទេសវៀតណាមក្នុងការទំនាក់ទំនងអន្តរជាតិនិងអនុវត្តអំណាចយោធាមានភារកិច្ចចុះហត្ថលេខាលើច្បាប់ដែលជាសភាជាតិអនុម័តនិងតែងតាំងបណ្ដាញនាយករដ្ឋមន្ត្រីឬមន្ត្រីជាន់ខ្ពស់ផ្សេងទៀតតាមការអនុម័តរបស់សភាជាប្រធានកងទ័ពផងនិងអនុវត្តតួនាទីប្រធានរាជជារាជអនុសាសន៍ផងប្រធានាធិបតីបច្ចុប្បន្នតាមឆ្នាំ2025គឺលោកធូឡាមតៅឡាមជាប្រមុខរដ្ឋបាលមានភារកិច្ចគ្រប់គ្រងសកម្មភាពប្រតិបត្តិរបស់ក្រសួងនានានិងអាជ្ញាធរមូលដ្ឋានទាំងមូលបង្កើតនិងអនុវត្តដែលផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគោលនយោបាយរដ្ឋមានអំណាចដឹកនាំក្រសួងនិងស្ថាប័នរដ្ឋនាយករដ្ឋមន្ត្រីបច្ចុប្បន្នតាមឆ្នាំ2025គឺលោកផាមមិញឈិញភាពខុសគ្នាទាំងពីររវាងថ្នាក់ដឹកនាំប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីប្រធានាធិបតីជាប្រមុខរដ្ឋតំណាងឲ្យប្រទេសទាំងមូលទាំងអន្តរជាតិនិងជាតិតែងតាំងមន្ត្រីជាន់ខ្ពស់តាមការអនុម័តរបស់សភាអនុវត្តអំណាចផ្នែកយោធានាយករដ្ឋមន្ត្រីជាប្រមុខរដ្ឋបាលគ្រប់គ្រងការងាររដ្ឋបាលប្រចាំថ្ងៃអនុវត្តគោលនយោបាយនិងច្បាប់របស់សភាអនុវត្តច្បាប់ផ្នែករដ្ឋបាលនិងសេដ្ឋកិច្ចដូច្នេះប្រទេសវៀតណាមគឺជាប្រទេសមួយដែលប្រកាន់នៅច្បាប់មួយគេថាលទ្ធិកុម្មុយនីសដូចជាប្រទេសចិនប្រទេសរុស្ស៊ីនិងប្រទេសកូរ៉េជើងនៅអាស៊ីយើងនេះអញ្ចឹងការគ្រប់គ្រងរដ្ឋនិងការដឹកនាំរដ្ឋទាំងអស់គឺស្ថិតនៅលើថ្នាក់នាយករដ្ឋមន្ត្រីនិងឧបនាយករដ្ឋមន្ត្រីហើយនឹងកម្លាំងកងទ័ពទាំងអស់ក៏ប៉ុន្តែប្រទេសនេះមានភាពរីកចម្រើនខ្លាំងដោយសារតែមានកំណើននិងកម្លាំងសេដ្ឋកិច្ចនិងគោលនយោបាយធំចំនួនជាច្រើនដែលខ្ញុំបានរៀបរាប់នៅក្នុងវីដេអូខាងលើ